ខ្ញុំចូលគុកជំនួសរឿងកឹបកេងប្រាក់របស់ឪពុកហើយមិនថាអរគុណខ្ញុំទេតែថែមទាំងចង់យកអចលនទ្រព្យទាំងអស់ដែលខ្ញុំមានទៀតខ្ញុំមិនអោយដាច់ខាតទេព្រោះរឿងកឹបកេងប្រាក់របស់ឪពុកតែខ្ញុំទទួលកំហុសជំនួសបានធ្វើឲ្យជីវិតខ្ញុំបាត់បង់5ឆ្នាំចេញពីទីនេះទៅខ្ញុំក៏ត្រូវព្រោះដែរមិនមែនទេអីនេះជាចំណែករបស់ខ្ញុំអូមែនតើពិតជាស្រដៀងមកឯងមែនមិនស្គាល់ស្ថានភាពខ្លួនឯងសោះពេលឃើញលុយគ្មានទាំងឈាមទាំងទឹកភ្នែកដូចគ្នាអត់ខុសដូចគ្នាអីកុំយកខ្ញុំទៅប្រៀបជាមួយនាងស្រីដែលបោះបង់កូនហើយរត់គេចតើខ្ញុំដូចនាងត្រង់ណាអូអញ្ចឹងមែនអីមើលទៅក្រោយនេះក៏មិនមានអីត្រូវជួបគ្នាទៀតដែរចុងក្រោយនេះខ្ញុំប្រាប់រឿងសប្បាយមួយឲ្យស្ដាប់អត់អំឡុងពេលដែលខ្ញុំចិញ្ចឹមឯងខ្ញុំរកចំណេញបានច្រើនណាស់ហានិយាយអីហ្នឹងម៉ាក់ឯងអ៊ីស្យុនគាត់ផ្ញើលុយមករៀងរាល់ខែសូមឲ្យខ្ញុំចិញ្ចឹមឯងឲ្យល្អលុយនោះយកទៅប្ដូរជាមាសវាចំណេញខ្លាំងណាស់ហាលុយចិញ្ចឹមមិនអាចទេអូមែនតើកុំធ្វើជាស្អាតស្អំទៅនិយាយថាឯងរស់ល្អជាមួយប្តីថ្មីហើយមិនមែនទេឥឡូវមកធ្វើជាម្ដាយអីទៀតសម្រាលកូនហើយមិនប្រកាសថាជាម្ដាយទេនោះមានន័យថាអ្វីទាំងអស់នោះជាការកុហកម៉ាក់មិនបានបោះបង់ខ្ញុំទេអូបើឯងដឹងការពិតឯងនឹងទៅរកម៉ាក់ឯងមែនទេល្ងងមែនតែនមិនដឹងអីសោះថែមទាំងធ្វើឲ្យម៉ាក់ឯងឈឺចិត្តទៀតហើយតាមពិតអ្នកដែលត្រូវគេបោះបង់គឺម៉ាក់ឯងទេហាដល់ពេលឯងហើយខ្ញុំនឹងសម្លាប់ឯងអាមនុស្សថោកពិតមែនទៅជាមួយគ្នាអត់បានទេសុំទោសបើមិនចង់មើលសូមយ៉ាម៉ាក់ឯងនោះខែមុនគាត់ខ្សែធនហើយបើឯងនៅតែចង់លោកខ្លួនទៀតចង់យំមែនទេលុតជង្គង់អង្វរមកសិនទៅកាំងមីនឈោក្រោកឡើងកាំងមីនឈោអូយ៉ាអាមនុស្សឈួតខាងលើបញ្ជាមកថាឲ្យដោះស្រាយឲ្យស្អាតធ្វើឲ្យវាទៅជាករណីអត្តឃាតចុះលិខិតបណ្ដាំបានសរសេររួចហើយកុំបារម្ភបាក់សុំទោសខ្ញុំល្ងងពេកហើយសូមអង្វរឲ្យខ្ញុំមានឱកាសសម្ដងទៀតពួកឈួតនេះឲ្យខ្ញុំសម្លាប់ពួកឯងដោយដៃខ្ញុំផ្ទាល់អីហ្នឹងខ្ញុំនៅរស់ខ្ញុំត្រឡប់ទៅអតីតកាលវិញហើយបើជាខែមីនាឆ្នាំ2015គឺពេលខ្ញុំអាយុ10ឆ្នាំ